ជម្រាបសួរប្រិយមិត្តទូទាំងអ្នកជនដែលកំពុងទស្សនាជាមួយនឹងកម្មវិធីសុខុមាលភាពប្រជាជនថ្ងៃនេះកម្មវិធីរបស់យើងបានលើកប្រធានបទមកពិភាក្សាថ្មីមួយទៀតគឺតាក់ទងជាមួយនឹងការរៀបចំអាពាហ៍ពិពាហ៍ដោយឪពុកម្ដាយនិងការរៀបចំអាពាហ៍ពិពាហ៍ដោយការស្ម័គ្រចិត្តរបស់យុវជនដូច្នេះថាតាមមតិទាំងពីរនេះពាក់ព័ន្ធនឹងកត្តាអ្វីខ្លះឬក៏មានទំនាក់ទំនងនឹងអ្វីខ្លះជាមួយនឹងអំពើហិង្សាក្នុង gender អំពើហិង្សាក្នុងគ្រួសារសុខភាពបន្តពូជក៏ដូចជាសុខភាពផ្លូវភេទកត្តាទាំងនេះក៏ឈានដល់ការបែកបាក់ក្នុងគ្រួសារឬក៏ការរស់នៅមិនចុះសម្រុងជាមួយនឹងគ្នាដែរតើមតិយោបល់របស់ប្រិយមិត្តរបស់យើងដែលចូលខ្លួនមកផ្ដល់យោបល់ក្នុងពេលនេះមានគំនិតខុសគ្នាយ៉ាងណាពីកម្មវិធីរបស់យើងសូមអញ្ជើញអស់លោកលោកស្រីទស្សនាជាមួយនឹងយើងហើយវិភាគជាមួយគ្នាចង់បញ្ចប់យើងនឹងធ្វើការវិនិច្ឆ័យថាតើទស្សនៈទាំងពីរនេះមានផ្លូវល្អនិងផ្លូវអាក្រក់យ៉ាងណាបាទបើតាមការដែលខ្ញុំរៀបចំឲ្យកូនមានគូសកលថ្មីដើម្បីសាងតែអនាគតនេះខ្ញុំមានគោលបំណងមួយល្អគឺសម្រេចចិត្តទៅលើកូនទាំងសងខាងបាទសួរលើទុកដាក់ទៅលើទឹកចិត្តកូនបើកូនថាព្រមព្រៀងរៀបចំនៅទទួលស្គាល់គ្នាថាជាគូស្វាមីអានឹងខ្ញុំរៀបឲ្យបើមិនព្រមទេខ្ញុំអត់មានឧទាហរណ៍ថាដូចខ្ញុំមិនចង់មានសិទ្ធិទៅលើកូនថាត្រូវតែរៀបត្រូវតែរៀបការត្រូវតែអីនោះអត់ទេបាទខ្ញុំអត់មានបខិតមានបខំនេះតាមទេជាតិគេគឺថាគេត្រូវយើងរៀបឲ្យគេទៅតាមដំណើរអញ្ចឹងទៅដែរទៅអាហ្នឹងវាចំណូលហ្នឹងវាបងសួរចំណោទហ្នឹងចេះវាថាសម័យឥឡូវវាក្មេងវាជឿនលឿនហើយទាន់សម័យបងហ្នឹងខ្ញុំចង់ឲ្យទាន់សម័យតាមគេយើងរៀបការទៅដូចកូននោះវាដឹងចិត្តគ្នាទៅក៏វាស្រឡាញ់គ្នាដែរចាខ្ញុំគិតថាបើសិនជាប៉ាម៉ាខ្ញុំគាត់បង្ខំខ្ញុំទៅការខ្ញុំគិតថាខ្ញុំមិនយល់ព្រមទេឬមានធម្មតាឪពុកម្ដាយណាក៏ស្រឡាញ់កូនដែរអញ្ចឹងគឺគាត់យើងត្រូវមានការចរចាជាមួយគាត់ធម្មតាគាត់ចង់ឲ្យយើងល្អឯតែយើងបើសិនជាធម្មតាមិនស្រឡាញ់គឺមិនអាចរស់នៅជាមួយគ្នាបានទេការឲ្យពេលហ្នឹងប៉ុន្តែរយៈពេល2ខែក្រោយឬ3ខែក្រោយអាចលែងលះគ្នាវាធ្វើឲ្យការរស់នៅរបស់គាត់ហ្នឹងពុំមានសុភមង្គលពុំមានការចោះសម្រងវាអាចបែកបាក់គ្នានៅថ្ងៃក្រោយតាមខ្ញុំយល់គឺវាពិបាកនិយាយថាយល់ចិត្តគ្នាទៅវិញទៅមកហើយបាក់កិច្ចនៅអារម្មណ៍ដែលមិនយល់ចិត្តគ្នាដល់ទីបញ្ចប់គឺនៅតែអត់មានសុភមង្គលវិញយើងអត់មានសុភមង្គលពេលវាទៅឆ្លោះគ្នាទៅបកកាយគ្នាវាអត់ត្រូវគ្នានិយាយរឿងទីថាធាតុទាំងពីរហ្នឹងវាអត់ត្រូវគ្នាហ្មងបាទខ្ញុំក៏យល់ដូចគាត់វាមួយយ៉ាងម្នាក់ដែរឪពុកម្ដាយរៀបចំឲ្យកូនអញ្ចឹងព្រោះតែស្រឡាញ់អញ្ចឹងមករៀបចំទុកដាក់ឲ្យប៉ុន្តែខ្ញុំគិតថាសម័យបច្ចុប្បន្នបើសិនជាបង្ខំមនុស្សឲ្យរស់នៅជាមួយគ្នាក៏វាពិបាកដែរខ្ញុំគិតថាមានតែប្រុសនិងស្រីយកចិត្តគ្នាល្អជាងឪពុកម្ដាយប្រាប់ឲ្យព្រោះអីគាត់បានស្គាល់ចិត្តគ្នាខុសតអីគាត់អាចយល់អំពីគ្នាបានគាត់ស្វែងយល់ពីគ្នាព្រោះអីអនាគតទៅគាត់ជាប្តីប្រពន្ធរស់នៅជាមួយគ្នាខ្ញុំគឺថាឪពុកម្ដាយសំគុំឲ្យយើងដោយពេលដែលយើងមិនទាន់ស្គាល់ថាភរិយាយើងចុះនេះមានអារម្មណ៍ថាដូចមិនសូវពេញចិត្តហើយចំពោះម្ដាយគេពេញចិត្តគាត់ពេញចិត្តហើយគាត់សំគុំឲ្យយើងប៉ុន្តែយើងមានអារម្មណ៍ថាយើងមិនសូវពេញចិត្តបាទដល់យើងដល់ប្រខិតបខំឲ្យស្រឡាញ់ឲ្យគេស្រឡាញ់ណាបខំឲ្យគេស្រឡាញ់អាហ្នឹងវាអត់មានបានផលប្រយោជន៍ល្អជួនកាលមនុស្សដែលយើងមិនស្រឡាញ់ឲ្យរស់នៅមួយគ្នាគឺពិបាកខ្ញុំគិតថាអញ្ចឹងព្រោះអីគាត់អត់បានស្រឡាញ់គ្នាក៏អត់បានតន់យកចិត្តបងប្រុសថាចិត្តគាត់ធ្លាប់មិនផងជួនកាលធ្វើទៅខុសចិត្តគាត់ខុសអីអញ្ចឹងអាចមានរឿងយំអាចឆ្លោះទាស់តែងគ្នាអញ្ចឹងគ្រួសារមួយដែលឆ្លោះទាស់តែងគ្នាខ្ញុំគិតថាគ្មានសុភមង្គលទេទន្ទឹមនឹងនេះក៏មានមតិខ្លះលើកឡើងដែលយល់ស្របនឹងការទុកដាក់របស់ឪពុកម្ដាយដែលព្រោះការយល់ថានោះគឺជាការគោរពឪពុកម្ដាយនិងទំនៀមទម្លាប់របស់ខ្មែរយើងប៉ុន្តែក៏មានមតិខ្លះមិនយល់ស្របតាមគំនិតទុកដាក់របស់ឪពុកម្ដាយដែរកូន3រហូតអត់មាននេះទេសុទ្ធតែដឹងបាទទៅដឹងចាទៅដឹងឲ្យទាំងអស់គេមកទៅដឹងមួយទៅដឹងគេពីរគាត់ជឿឃើញណារៀបការជាមួយព្រមណាគាត់កូនអត់តាមទេអត់តាមទេកូនខ្លះមិនតាមទេញាតិណា3ណាវាមិនដែលសាប់សូន្យទេក្មេងឥឡូវវាមិនគ្រប់ញាតិណា3ណាទេ
ចេះបើសិនកូនចៅគេពេញចិត្តខ្លួនគេឲ្យយើងរៀបចំឲ្យមិនដែរ អាហ្នឹងក៏ល្អឲ្យតែគេយល់ត្រង់ហើយយើងមើលដែរហ្នឹងលោកគ្រូគឺថាពេញចិត្តក៏យើងមិនត្រូវចិត្តក៏យើងជំទាស់បាន សង្គមខ្មែរយើងពីច្រើនយកតាមពុកម្ដាយ ពុកម្ដាយរៀបឲ្យល្អជាង បើសិនកូនចៅគេពេញចិត្តខ្លួនគេហើយម្ដាយឪពុកគាត់មិនពេញចិត្តយើងត្រូវជំទាស់មិនដែរ យើងត្រូវបញ្យល់វាថាបើពេញចិត្តឲ្យទៅដូចថាយើងមើលទៅហ្នឹងទាស់ចិត្ត ពុកម្ដាយសំគុំ អញ្ចឹង ចា គាត់ផ្សំគុំតែគាត់បានប្រាប់មិញបងថាមិនដែរទៅមុននឹង គាត់ថាប្រាប់ខ្ញុំថាគាត់គេចូលទៅដឹងអញ្ចឹងហើយតែយើងព្រមអត់ខ្ញុំថាតាមម្ដាយឪពុក ពុកម្ដាយផ្សំគុំគឺពេលខ្លះបើយើងស្រឡាញ់ក៏អាចព្រមតាមគាត់ដែរ អត់ទេគ្រាន់ថាមិនបានរៀបចំអានេះជាជំនាញទម្លាប់យើង ក្នុងការឆ្លាញ់មនុស្សម្នាក់បើថាយើងខ្លួនឯងគឺថាស្អីវាងាយនឹងសម្របខ្លួនរស់នៅគឺទៅថាយើងឆ្លាញ់ឬក៏មិនឆ្លាញ់ការសំខាន់គឺគាត់ពេញចិត្តពុកម្ដាយពេញចិត្តទៅសងខាងអញ្ចឹងទៅយើងមុនក្រោយគឺថាយើងនៅស្រីស្រួលសម្របខ្លួនខ្លាំង គឺខ្ញុំចង់បានពីពីដែរស្រឡាញ់ខ្ញុំពេញចិត្តផ្ទាល់ហ្មងហើយមានចំណាយឪពុកម្ដាយពេញចិត្តខ្លះដែរតាមបានរស់នៅចុះសម្រងគ្នា បន្ទាប់ពីខ្ញុំបានរៀនចប់បាក់ឌុបហើយខ្ញុំចូលដល់មហាវិទ្យាល័យឆ្នាំទី2ហើយក៏ខ្ញុំរៀបការទៅហើយមានការឯកភាពនឹងពីឪពុកម្ដាយនៅសងខាងហើយដោយភាគច្រើនដោយសារថាយើងមានការងារហើយឪពុកម្ដាយគឺគាត់មិនពិបាកទេដោយសារយើងមានធនធានយើងមានផែនការច្បាស់លាស់គាត់ឲ្យយើងរៀបការឲ្យគាត់ឯកភាពតែម្ដងណា ស្រឡាញ់តាមចិត្តនេះតែហ្មងហើយមកហើយម៉ែមេដាបៃតាពូបដ ாய் ដែរអញ្ចឹង យើងស្គាល់ចិត្តគ្នាដោយខ្លួនឯងពាក់កណ្ដាលទៅហើយឪពុកម្ដាយគាត់យកព្រមពាក់កណ្ដាលទៅបានអាចនៅជាមួយគ្នា